វីដេអូនេះបង្ហាញអំពីលក្ខណៈពិសេសមួយហើយនឹងឲ្យយើងដឹងថាមូលហេតុអីបានប្រភេទស៊ូស៊ីម្ហូបជប៉ុននេះគឺមានតម្លៃថ្លៃយកតែមែនតើនេះវីដេអូនេះគឺបង្ហាញច្បាស់តែម្ដងហើយមិនដឹងថាមានអ្នកនៅដឹងឬក៏មិនដឹងដែរទេគេថាច្រើនតែញ៉ាំត្រីឆៅទៅគឺប្រយ័ត្នរឿងសត្វល្អិតអញ្ចឹងជាក់ស្ដែងដោយវីដេអូនេះអញ្ចឹងគឺបង្ហាញឃើញច្បាស់ហ្មងនៅក្នុងសាច់ត្រីគឺវាពិតជាមានសត្វល្អិតមែនហើយពេលយើងញ៉ាំចូលពោះទៅមិនដឹងថាយ៉ាងណាយ៉ាងណីទេអញ្ចឹងដើម្បីការពារគេណែនាំឲ្យយើងញ៉ាំប្រភេទសាច់ត្រីឆៅនេះយូរម្ដងបានហើយញ៉ាំក៏គួរតែរើសហាងណាដែលត្រឹមត្រូវហើយគេមានវិជ្ជាជីវៈមានជំនាញច្បាស់លាស់ខាងធ្វើម្ហូបប្រភេទសាច់ត្រីឆៅហ្នឹងណាកុំត្រូវប្រភេទថោកព្រោះថាពេលច្រើនប្រហែលជាមិនបានផលិតដិតដល់ទេដោយសារតែមានតម្លៃថោកអញ្ចឹងទៅមិនសូវចំណាយទៅលើការយកចិត្តទុកដាក់ភាពហ្មត់ចត់ទៅលើអាសេវាកម្មចំណីអាហារគុណភាពហ្នឹងគឺថាមិនសូវផលិតបច្ច័យមែនទេព្រោះថាវាមិនសូវចំណេញណាហ្នឹងហើយខុសគ្នាកន្លែងហ្នឹងអញ្ចឹងមិនសិនជាអាចញ៉ាំឆ្អិនទៅតែបើចង់សាកក៏គួរតែសាកអាណាដែលអាចជឿជាក់បានដែលគេហៅថាស្តង់ដាររបស់គេណាកុំចេះតែរកថោកព្រោះដឹងស្រាប់ហើយរបស់ថោកមិនដែលល្អទេបាទ